ហេតុអ្វីវត្តមានឬអវត្តមាននាយករដ្ឋមន្ត្រីជប៉ុនទៅគោរពវិញ្ញាណក្ខន្ធនៅវិហារយ៉ាស៊ូគូនីនិងរងការរិះគន់នៅថ្ងៃទី15ខែសីហាខាងមុខនេះដែលជាថ្ងៃរំលឹកខួបបញ្ចប់សង្គ្រាមលោកលើកទី2របស់ប្រទេសជប៉ុនរាល់ការផ្លាស់ប្ដូរនិងសកម្មភាពរបស់ថ្នាក់ដឹកនាំជប៉ុនកំពុងក្លាយជាប្រធានបទក្តៅគគុកដែលបណ្ដាប្រទេសក្នុងតំបន់អាស៊ីតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំណុចកណ្ដាលនៃក្តីបារម្ភនិងជាសំណួរដ៏សំខាន់នេះពេលនេះគឺថាតើលោកស្រីនាយករដ្ឋមន្ត្រីជប៉ុនថាកៃជីហ្សាណាអេនឹងសម្រេចចិត្តទៅគោរពវិញ្ញាណក្ខន្ធនៅវិហារយ៉ាស៊ូគូនីឬយ៉ាងណាទោះជាយ៉ាងណាសំណួរនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើថ្នាក់ដឹកនាំរូបនេះព្រោះថាមិនថាលោកស្រីជ្រើសរើសទៅឬមិនទៅនោះទេសុទ្ធតែត្រូវប្រឈមមុខនឹងរលកនៃការរិះគន់ដោយជិះមិនផុតហេតុអ្វីវត្តមានរបស់នាយករដ្ឋមន្ត្រីជប៉ុននឹងរងការរិះគន់ចម្លើយនោះគឺការខឹងសម្បាពីប្រទេសជិតខាងដែលរួមមានចិននិងកូរ៉េខាងត្បូងវិហារយ៉ាស៊ូគូនីមិនត្រឹមតែជាកន្លែងឧទ្ទិសកុសលដល់ទាហានជប៉ុនដែលបានស្លាប់ក្នុងសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែក៏ជាទីកន្លែងដែលគេតម្កល់និងឧទ្ទិសដល់ឧក្រិដ្ឋជនសង្គ្រាមថ្នាក់ A នៃសង្គ្រាមលោកលើកទី2ផងដែរបើមើលពីមុំផ្នែកប្រវត្តិសាស្ត្រសម្រាប់ប្រទេសចិននិងប្រទេសកូរ៉េខាងត្បូងការដែលនាយករដ្ឋមន្ត្រីជប៉ុនទៅគោរពវិញ្ញាណក្ខន្ធនៅទីនោះត្រូវបានគេមើលឃើញថាជាការផ្ដល់កិត្តិយសដល់ឧក្រិដ្ឋជនសង្គ្រាមនិងជាសញ្ញាបង្ហាញពីការខ្វះភាពសោកសៅចំពោះអំពើឈ្លានពាននាអតីតកាលចុះបើអវត្តមានហេតុអ្វីក៏នៅតែរងការរិះគន់អ្នកនយោបាយនិងម្ចាស់ឆ្នោតអភិរក្សនិយមជប៉ុនរួមទាំងអ្នកគាំទ្រគណៈបកកាន់អំណាចចាត់ទុកការទៅគោរពវិញ្ញាណក្ខន្ធនៅវិហារយ៉ាស៊ូគូនីថាជាកាតព្វកិច្ចសាសនានិងសិលធម៌ដើម្បីសម្ដែងការគោរពនិងដឹងគុណដល់បុព្វបុរសដែលបានលះបង់ជីវិតដើម្បីជាតិប្រសិនបើនាយករដ្ឋមន្ត្រីជប៉ុនសម្រេចចិត្តមិនទៅដោយសារបារម្ភពីប្រតិកម្មអន្តរជាតិនោះក្រុមអភិរក្សនិយមក្នុងស្រុកនឹងវាយប្រហារថ្នាក់ដឹកនាំរូបនេះថាជាមនុស្សទុនជ្រាយរងសម្ពាធបរទេសនិងចុះចាញ់ការទូតជំរឿនទាំងពីរនេះនឹងបង្ខំឲ្យនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីថាកៃជីស្ថិតនៅក្នុងស្ថានភាពទាល់ច្រកយ៉ាងខ្លាំងការសម្រេចចិត្តនាថ្ងៃទី15ខែសីហានេះនឹងក្លាយជាការសាកល្បងការសម្រេចចិត្តនយោបាយដ៏ធំមួយរវាងការរក្សាទំនាក់ទំនងការទូតជាមួយប្រទេសជិតខាងនិងការរក្សាប្រជាប្រិយភាពនយោបាយជាមួយក្រុមអ្នកគាំទ្រអភិរក្សនិយមនៅក្នុងស្រុកតើលោកស្រីថាកៃជីនឹងជ្រើសរើសផ្លូវមួយណាពិភពលោកនិងតំបន់អាស៊ីទាំងមូលកំពុងរងចាំតាមដានមើលជំហានបន្តបន្ទាប់យ៉ាងយកចិត្តទុកដាក់